ទាំងអស់គ្នាគ្រាន់តែបើកក្បាលវីដេអូមកឃើញគេរត់តាមខ្ញុំហើយរហៅឈ្មោះខ្ញុំហ្នឹងគឺគ្មានអីទេគឺខ្ញុំមកថតរឿងកូនកំមុំខ្មោចចូលភាកបញ្ចប់អ្នកទាំងអស់គ្នាឥឡូវនេះគឺថាពួកខ្ញុំកំពុងតែរៀបចំខ្លួនទៅថតទៀតហើយគឺថ្ងៃហ្នឹងតែម្ដងណាចាថ្ងៃនេះខ្ញុំក៏មកថតឈុតក្រៅឆាកខ្លះមុននឹងខ្ញុំទៅថតថាពួកខ្ញុំធ្វើអីហើយធ្វើម៉េចបានទៅថតកូនកំមុំរឿងកូនកំមុំខ្មោចចូលអីចឹងណាឈុតក្រៅឆាកទាំងអស់គឺដាក់ឲ្យអ្នកទាំងអស់គ្នាបានទស្សនាអីចឹងតើថាខ្ញុំនឹងមុននឹងទៅថតក៏ខ្ញុំអត់ភ្លេចដែរជាមួយនឹងតាមដូតមីងមโนរាព្រោះថាតាមដូតមីងមโนរាជួយឲ្យថ្មីសភ្លើថ្លាជួយកំចាត់កំណត់កំបោលនឹងធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លាពីខាងក្នុងមកហ្មងចាំអីទៀតអ្នកទាំងអស់គ្នាមួយទៀតតែ10000រៀលតែប៉ុណ្ណោះកុំភ្លេចទិញប្រាក់ទាំងអស់គ្នាផងមកមើលខ្ញុំវិញគឺថាខ្ញុំរៀបចំខ្លួនចិត្តរួចរាល់ហើយទាំងអស់គ្នាហើយឥឡូវនេះគឺថាខ្ញុំរៀបចំខ្លួនរួចរាល់ហើយក៏បានជឹកបើកឡានទៅថតនៅក្នុងព្រៃអ្នកទាំងអស់គ្នាទាយមើលថាពួកខ្ញុំទៅថតនៅណាសិនតែចង់ដឹងកុំភ្លេចតាមដាន vlog ទី2ខ្ញុំនឹងធ្វើ vlog ទី2ឲ្យអ្នកទាំងអស់គ្នា